ចាំវាសួរអ្នកទាំងអស់គ្នានេះខ្ញុំឈ្មោះលេម៉ាឡែនខ្ញុំជាសិស្សណាទី1រៀននៅសាលា SIA ថ្ងៃនេះខ្ញុំមកអានរឿងនិទាននារីនិងសីហាពន្លឺព្រះអាទិត្យសូមរីករាយស្ដាប់ទាំងអស់គ្នាថ្ងៃនេះអាកាសធាតុល្អណាស់ដល់សារមេឃស្រឡះម្ដាយយកផ្កាទៅយកមុខផ្ទះពីព្រោះផ្កាត្រូវការពន្លឺថ្ងៃម្ដាយយកភួយទៅយកមុខផ្ទះពីព្រោះភួយត្រូវការពន្លឺថ្ងៃម្ដាយយកខោអាវទៅយកមុខផ្ទះពីព្រោះខោអាវត្រូវការពន្លឺថ្ងៃសីហាសួរថាហេតុអ្វីបានជាខោអាវត្រូវការពន្លឺថ្ងៃម្ដាយឆ្លើយពីព្រោះខោអាវដែលបានហាលថ្ងៃមានក្លិនក្រអូបពិសេសនារីនិងសីហាប្រញាប់ទៅយកស្បែកជើងរបស់ឪពុកមកភ្លាមនារីនិងសីហានិយាយថាស្បែកជើងរបស់ឪពុកមានក្លិនស្អុយក៏ត្រូវការពន្លឺថ្ងៃដែរ